នៅថ្ងៃទី7 ខែតុលា ក្នុងឆ្នាំ 2023 ក្រុមហាម៉ាស់បានបើកការវាយប្រហារចូលប្រទេសអ៊ីស្រាអែលបានបាញ់មីស៊ីលរាប់ពាន់គ្រាប់និងវាយប្រហារតាមដីបណ្ដាឲ្យប្រជាជនអ៊ីស្រាអែលប្រមាណជាង 1200 នាក់បានស្លាប់អ៊ីស្រាអែលក៏បានឆ្លើយតបដោយប្រកាសសង្គ្រាមលើក្រុមហាម៉ាស់និងវាយលុកតំបន់កាហ្សាផងដែរសំណួរសួរថាតើហេតុអ្វីបានជាក្រុមហាម៉ាស់តែងតែបាញ់គ្រាប់រ៉ុកែតចូលទឹកដីអ៊ីស្រាអែលជារឿយៗហើយនេះគឺជាមូលហេតុដែលក្រុមហាម៉ាស់តែងតែបាញ់គ្រាប់រ៉ុកែតចូលទឹកដីអ៊ីស្រាអែលទី1បញ្ហាដែនដីនិងអធិបតេយ្យភាពប្រទេសអ៊ីស្រាអែលនិងប្រជាជនប៉ាឡេស្ទីនមានចំនួនយូរមកហើយអំពីសិទ្ធិលើដីនិងអធិបតេយ្យភាពកាហ្សាគឺជាតំបន់ដែលប៉ាឡេស្ទីនចង់បានជាប្រទេសឯករាជ្យប៉ុន្តែអ៊ីស្រាអែលមិនទទួលស្គាល់ពេញលេញនោះទេក្រុមហាម៉ាស់គឺជាក្រុមប្រឆាំងប្រជាជនប៉ាឡេស្ទីនដែលគ្រប់គ្រងនៅតំបន់កាហ្សាចាប់តាំងពីឆ្នាំ 2007 អ៊ីស្រាអែលចាត់ទុកក្រុមហាម៉ាស់ជាក្រុមភេរវកម្មពីព្រោះវាបាញ់គ្រាប់រ៉ុកែតនិងវាយប្រហារទៅលើទីក្រុងអ៊ីស្រាអែលជាញឹកញាប់អ៊ីស្រាអែលនិយាយថាការវាយតំបន់កាហ្សាគឺសម្រាប់ការពារខ្លួននិងបំផ្លាញមូលដ្ឋានទ័ពរបស់ក្រុមហាម៉ាស់រាល់ពេលដែលក្រុមហាម៉ាស់ឬក្រុមប្រឆាំងផ្សេងៗបាញ់គ្រាប់រ៉ុកែតទៅលើទឹកដីអ៊ីស្រាអែលនឹងឆ្លើយតបដោយការវាយប្រហារតាមអាកាសឬបាញ់មីស៊ីលទៅតំបន់កាហ្សាការឆ្លើយតបនេះតែងតែបណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់កាហ្សានិងការបាត់បង់ជីវិតជនស៊ីវិលផងដែរការប្រយុទ្ធរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានកាត់ឡើងជាបន្តបន្ទាប់និងជាច្រើនដងផងដែរសង្គ្រាមដំបូងចាប់ផ្ដើមនៅថ្ងៃទី27 ខែធ្នូក្នុងឆ្នាំ 2008 នឹងត្រូវបានបញ្ចប់ទៅវិញនៅថ្ងៃទី18 ខែមករាក្នុងឆ្នាំ 2009 មូលហេតុចាប់ផ្ដើមសង្គ្រាមដំបូងក្រុមហាម៉ាស់បានបើកការវាយប្រហារបាញ់មីស៊ីលចូលក្នុងតំបន់អ៊ីស្រាអែលបន្ទាប់ពីអ៊ីស្រាអែលបិទព្រំដែនកាហ្សាក្នុងនោះក៏មានមនុស្សប្រមាណជាង 1300 នាក់ស្លាប់ភាគច្រើនជាពលរដ្ឋកាហ្សាសង្គ្រាមលើកទី2ចាប់ផ្ដើមនៅថ្ងៃទី14 ខែវិច្ឆិកាក្នុងឆ្នាំ 2012 នឹងត្រូវបានបញ្ចប់ទៅវិញនៅថ្ងៃទី21 ខែវិច្ឆិកាក្នុងឆ្នាំ 2012 ដដែលមូលហេតុក្រុមហាម៉ាស់បានបើកការវាយប្រហារពីកាហ្សានិងបាញ់មីស៊ីលជាច្រើនគ្រាប់ទៅអ៊ីស្រាអែលនិងមានមនុស្សប្រហែល 160 នាក់បានស្លាប់នៅកាហ្សានិងមានមនុស្ស 6 នាក់ស្លាប់នៅអ៊ីស្រាអែលសង្គ្រាមលើកទី3បានចាប់ផ្ដើមនៅថ្ងៃទី8 ខែកក្កដានៅក្នុងឆ្នាំ 2014 នឹងត្រូវបានបញ្ចប់ទៅវិញនៅថ្ងៃទី26 ខែសីហាក្នុងឆ្នាំ 2014 ដដែលមូលហេតុដោយសារការចាប់ខ្លួននិងសម្លាប់យុវជនអ៊ីស្រាអែល 3 នាក់និងមានមនុស្សប្រហែល 2200 នាក់ស្លាប់នៅកាហ្សានិង 73 នាក់នៅអ៊ីស្រាអែលសង្គ្រាមលើកទី4ចាប់ផ្ដើមនៅថ្ងៃទី10 ខែឧសភាក្នុងឆ្នាំ 2021 ហើយត្រូវបានបញ្ចប់ទៅវិញនៅថ្ងៃទី21 ខែឧសភាក្នុងឆ្នាំ 2021 ដោយសារការប៉ះទង្គិចគ្នានៅទីក្រុងជេរូសាឡឹមនិងមានការបាញ់មីស៊ីលពីក្រុមហាម៉ាស់មានមនុស្សប្រហែល 250 នាក់បានស្លាប់នៅកាហ្សានិង 13 នាក់នៅអ៊ីស្រាអែលសង្គ្រាមធំបច្ចុប្បន្នគឺចាប់ផ្ដើមនៅថ្ងៃទី7 ខែតុលាក្នុងឆ្នាំ 2023 ហើយក៏ជាសង្គ្រាមចុងក្រោយដែលមានរយៈពេលយូរផងដែរ